ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៅទូទាំងសហរដ្ឋអាមេរិកអឺរ៉ុបនិងអាស៊ីបានរាយការណ៍នៅថ្ងៃទី8ខែធ្នូឆ្នាំ2025ថាប្រទេសថៃគឺជាអ្នកបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងប្រទេសកម្ពុជាដែលជាការដួលរលំដ៏ធ្ងន់ធ្ងរបំផុតនៃកិច្ចព្រមព្រៀងសន្តិភាពដែលធ្វើផ្ដើមដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំប្រព័ន្ធផ្សព្វផ្សាយអាមេរិកដូចជា CNN និង AP បានរាយការណ៍ថាកងទ័ពអាកាសថៃបានកំណត់គោលដៅវាយប្រហារពីលើអាកាសទៅលើឃ្លាំងអាវុធមជ្ឈមណ្ឌលបញ្ជាការនិងទីតាំងភស្តុភាររបស់កម្ពុជាប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបក៏បានបន្តការរិះគន់ដូចគ្នាដែរការសេត The Telegraph របស់អង់គ្លេសចង្អុលថៃទម្លាក់គ្រាប់បែកលើកម្ពុជាដែលស្មើនឹងការបំបែកផែនការសន្តិភាពរបស់លោកត្រាំសារព័ត៌មានមជ្ឈមបូព៌ាបានផ្ដល់របាយការណ៍ស្រដៀងគ្នាទូរទស្សន៍ Al Jazeera របស់ប្រទេសកាតាបានរាយការណ៍ដោយស្រង់សម្ដីមន្ត្រីថៃដែលទទួលស្គាល់ថាបានប្រើយន្តហោះចម្បាំង F-16 របស់អាមេរិកវាយលុកដែនអាកាសកម្ពុជាប្រព័ន្ធផ្សព្វផ្សាយអាស៊ីក៏បានចង្អុលប្រទេសថៃថាជាអ្នកផ្ដើមប្រតិបត្តិការផ្លូវអាកាសដូចគ្នាទូរទស្សន៍ CNA របស់សិង្ហបុរីបានរាយការណ៍ថាកងកម្លាំងថៃបានបើកការវាយប្រហារលើកងទ័ពកម្ពុជាដោយបញ្ជាក់ច្បាស់ៗថាកម្ពុជាមិនបានសងសឹកទេកាសែតជប៉ុន Nikkei Asia និងទូរទស្សន៍ចិន CGTN បានពណ៌នាការវាយប្រហារតាមអាកាសរបស់ថៃចំពេលមានភាពតានតឹងតាមព្រំដែនឡើងវិញសារព័ត៌មានទាំងនេះក៏បានរំលឹកការចោទប្រកាន់របស់ថៃដែលថាកម្ពុជាបាញ់មុនផងដែរជាអ្វីដែលកម្ពុជាបានបដិសេធនិងបង្ហាញកំណត់ត្រាបាញ់ផ្លោងរបស់ទ័ពថៃចូលទឹកដីកម្ពុជាដែលបណ្ដាលឲ្យពលរដ្ឋខ្មែរ4នាក់ស្លាប់9នាក់របួសឆេះផ្ទះជាច្រើនខ្នងនិងរាប់ម៉ឺននាក់ត្រូវ